Group full frame bong po na khani khanyom ba ching bay mo pi khang CFK Cambodiaដោយក្នុងថ្ងៃបងដែរខ្ញុំមកចង់ធ្វើវីដេអូក្នុងការដំឡើងនិងរៀបចំទៅលើ Comfort GD 6 Phone 5មួយគ្រឿងអញ្ចឹងកុំឲ្យខាតពេលយូរមកតាមដានវីដេអូនេះទាំងអស់គ្នាបាទបងប្អូនទាំងគ្នាក្នុងថ្ងៃបងដែរខ្ញុំចង់បង្វែរអារម្មណ៍បងប្អូនទាំងអស់គ្នាមកមើលការដំឡើងក៏ដូចជារៀបចំ Comfort GD 6 Phone 5មួយគ្រឿងនេះនិងខ្ញុំនឹងនិយាយលេងពីនេះពីនោះផ្សេងៗនៅក្នុងវីដេអូនេះដូចគ្នាផងដែរបាទបងប្អូនទាំងគ្នាការរៀបចំគ្រឿងចក្រឲ្យបានត្រឹមត្រូវនិងស្អាតវាគឺជាទំនួលខុសត្រូវរបស់ក្រុមការងាររបស់យើងខ្ញុំប៉ុន្តែដើម្បីបង្កើតក្រុមការងារដែលមានទំនួលខុសត្រូវត្រឹមត្រូវបែបនេះគឺវាកសាងដោយខ្លួនយើងជាអ្នកដឹកនាំការដឹកនាំល្អគឺជាការដឹកនាំដែលពោពេញដោយចំណេះដឹងខាងផ្នែកអ្វីមួយដែលយើងកំពុងតែធ្វើការរកស៊ីមួយវិញទៀតការដឹកនាំល្អគឺការយកចិត្តទុកដាក់រវាងគ្នាមិនថាគាត់ជាបុគ្គលិកឬគាត់ជាផ្នែកណាមួយនោះទេអ្វីដែលសំខាន់គឺយើងយល់ដឹងក៏ដូចជាយល់ទុកធិរៈគ្នាទៅវិញទៅមកអ្វីដែលយើងផ្ដោតទៅលើក្រុមការងាររបស់ពួកយើងនោះគឺមិនមែនត្រឹមតែយើងគិតតែពីផលប្រយោជន៍ទៅលើគ្នានឹងគ្នានោះទេអ្វីដែលយើងគិតនោះនឹងគិតលើសពីអ្វីដែលជាផលប្រយោជន៍រៀងៗខ្លួនទៀតនោះគឺការធ្វើឲ្យពួកគាត់មានភាពរីកចម្រើនទាំងការគិតនិងការរស់នៅនៅពេលដែលពួកគាត់មានសុជីវធម៌ល្អការទំនាក់ទំនងក៏ល្អពេលនោះគាត់បានជួបនឹងមនុស្សល្អដូចគ្នាសណ្ដាប់ធ្នាប់វិន័យគឺជាអ្វីដែលពួកគាត់ត្រូវតែប្រកាន់ភ្ជាប់នៅក្នុងជីវិតរបស់ពួកគាត់ដូច្នេះហើយទើបពួកគាត់រកលុយមកឬក៏ប្រាក់ចំណេញសល់ពីអ្វីដែលគាត់ខំរកវាអាចថិតថេរគង់វង្សយូរអង្វែងក៏ដូចជាមិនត្រូវបានចាញ់បោកគេឬក៏ចាយខ្ជះខ្ជាយទៅលើអ្វីដែលអត់ប្រយោជន៍ត្រឡប់មកនិយាយអំពីសុខភាពវិញក៏ជារឿងចម្បងមួយដែរដែលក្រុមការងាររបស់យើងតែងតែដាស់តឿនគ្នាទៅវិញទៅមកការពិសាគ្រឿងស្រវឹងការពិសាជាតិផ្អែមដែលធ្វើឲ្យប៉ះពាល់សុខភាពនោះហើយជាកត្តាចម្បងដែលធ្វើឲ្យគាត់ប៉ះពាល់ដល់ហិរញ្ញវត្ថុរបស់គាត់ក៏ដូចជាសុខភាពរបស់គាត់ផ្ទាល់តែម្ដងដូច្នេះសុខភាពល្អការគិតល្អទំនាក់ទំនងល្អសណ្ដាប់ធ្នាប់ល្អក៏ដូចជាមានទម្លាប់ល្អនោះហើយគឺជាគុណតម្លៃនៃជីវិតដែលយើងគ្រប់គ្នាត្រូវតែមានមិនអាចមាននរណាម្នាក់កើតមកល្អគ្រប់10នោះទេអ្នកក៏មិនអាចនឹកស្មានថាអ្នកខ្លាចជាបុគ្គលិកគេមេគេក៏ដូចជាអ្នកដឹកនាំគេនោះផងដែរប៉ុន្តែអ្វីដែលអ្នកអាចកំណត់បាននោះគឺថាទោះជាអ្នកមិនអាចមើលឃើញថាថ្ងៃក្រោយឬពេលនេះអ្នកខ្លាចជាអ្វីឲ្យពិតប្រាកដជាមេគេជាបុគ្គលិកគេឬក៏ជាប្រធានផ្នែកណាមួយក៏ដោយអ្នកត្រូវតែរក្សាគុណតម្លៃរបស់អ្នកឲ្យគេបានយល់និងដឹងគ្រប់គ្នាឧទាហរណ៍ថាអ្នកជាបុគ្គលិកគេគុណតម្លៃរបស់អ្នកមានដូចជាការឧស្សាហ៍ព្យាយាមរបស់អ្នកភាពស្មោះត្រង់ការអំណត់វិជ្ជាធម៌និងសណ្ដាប់ធ្នាប់ក្នុងការរស់នៅរបស់អ្នកផ្សេងត្រឡប់មកអ្នកជាមេគេវិញអ្នកត្រូវតែជាមនុស្សដែលមានចំណេះដឹងជ្រៅជ្រះចេះយល់ដឹងពីទុក្ខធុរៈរបស់ក្រុមការងារអភិវឌ្ឍពួកគាត់ការតម្រូវពួកគាត់ក៏ដូចជាមនុស្សម្នាក់ដែលទទួលបានការគោរពស្រឡាញ់ពីថ្នាក់ក្រោម សូមអរគុណបងប្អូនអរគ្នាបានតាមដានវីដេអូមួយនេះសង្ឃឹមថាវីដេអូមួយនេះក៏ជាផ្នែកមួយដែលធ្វើឲ្យបងប្អូនបានយល់ដឹងថាតើ
គុំហ្វុយ GD 605គេរៀបចំដាក់ក្នុងកុងនៅបែបណាហើយគេរៀបចំដំឡើងបែបណានិងមួយវិញទៀតក៏សូមបញ្ជាក់ថាតើគ្រឿងចក្រដែលនាំចូលមកពី CFK Cambodia មានកម្រិតនិងភាគរយខ្ពស់ប៉ុណ្ណាបងប្អូនអាចមើលផ្ទាល់នៅក្នុងវីដេអូនេះបានជាចុងក្រោយសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយ